នេះរបស់បាននិយាយថាមនុស្សគ្រប់គ្នានៅក្នុងទីក្រុងខ្ញុំពេលឃើញបដាដែលខ្ញុំបានឲ្យអ្នកនៅក្នុងមណ្ឌលឃុំឃាំងហើយមិត្តរួមបន្ទប់របស់ខ្ញុំបានសួរខ្ញុំថាហេតុអ្វីតើអ្នកកំពុងសើចអ្វីខ្ញុំបាននិយាយថាបងប្អូនជីដូនមួយរបស់ខ្ញុំបានបង្កើតអ្វីមួយដោយខ្លួនឯងឥឡូវនេះអ្នកប្រយោគរបស់ខ្ញុំមិនសូមឲ្យអ្នករងចាំពេលដែលខ្ញុំចេញទៅខ្ញុំក៏មិនសូមឲ្យអ្នកជួយខ្ញុំគ្រាន់តែចង់និយាយរឿងមួយទៅកាន់អ្នកវាជាសំណាងណាស់ដែលអ្នកជាអ្នកដែលបានថតរូបជីតារបស់អ្នកបន្ទាប់ពីខ្ញុំចេញទៅខ្ញុំបានបត់សម្បត្តិនោះហើយដាក់វានៅក្នុងថតសម្បត្តិដែលមានលំនាំប្រេងកាំនោះដើមគឺនៅលើក្រដាសពណ៌លឿងដែលគ្របដណ្ដប់ដោយស្នាមខ្មៅខ្ញុំបានយកវាចេញហើយបង្វែរវាទៅពិនិត្យមើលស្នាមនៅលើជ្រុងដែលទឹកទន្លេបានត្រាំគំនូរចុងក្រោយដែលបរិសុទ្ធចំណាស់បានគូដែលមានឈុតឆាប់ទុះមានហត្ថលេខារបស់គាត់នៅលើបន្ទាត់នៃតួអក្សរតូចដែលសរសេរដោយស្រាលដែរវាត្រូវបានគូនៅខែទី12នៃឆ្នាំកេងឆេននៅយ៉ានស៊ីជីហើយបានបន្សល់ទុកឲ្យចៅប្រុសរបស់ខ្ញុំឈ្មោះសិនឆេនខ្ញុំមានអាយុ8ឆ្នាំនៅក្រោយមកចៅប្រុសរបស់គាត់នឹងដោយឈរនៅលើកំពូលអណ្ដូងរ៉ែដែលគេបោះបង់ចោលមួយដែលត្រូវបានកាត់ទោសប្រហារជីវិតគាត់បានប្រើវិធីសាស្ត្រដែលគាត់បានបន្តវេន15ខែឧសភានាងត្រូវបានគេជីកកកាយចេញបន្តិចម្ដងហើយនៅពេលដ៏សំខាន់មួយនាងបានចូលបានអង្គុយក្បែរខ្ញុំពេញ7ម៉ោងដោយគ្រាន់តែឈរហើយដាក់ចុះឡើងក្រោយមកគាត់ក៏អង្គុយចុះម្ដងទៀតហើយរអ៊ូតមខ្លួនឯងឪពុករបស់គាត់កំពុងអង្គុយចុះបានអត់បារីមួយដើមបន្ទាប់ពីមួយដើមទៀតសម្រាប់មនុស្សដែលមកដោយសារតែគ្មានកន្លែងគ្រប់គ្រាន់សម្រាប់អង្គុយនៅតាមច្រករបៀងពួកគេបានឈរនៅក្នុងទីធ្លាសម្លឹងមើលទៅក្រៅមើលគ្នាទៅវិញទៅមកនៅម៉ោង3 12ព្រឹកនៅមាត់ទ្វារបន្ទប់ម្ដាយនិងកូនស្រីដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមានសុវត្ថិភាពនិងមានសុខភាពល្អដែលមានបឋាយិកាឲ្យអ្នកដើម្បីខំធ្វើការណាស់ខំប្រឹងខ្លាំងប្រពន្ធខ្ញុំនៅណាតើប្រពន្ធខ្ញុំសុខសប្បាយជីទេជើងរបស់ខ្ញុំមានអារម្មណ៍ខ្សោយបន្តិចពេលខ្ញុំទីរឡើងខ្ញុំបានយកវាទៅភ្នែករបស់គាត់នៅតែបិទកណ្ដាប់ដៃតូចរបស់គាត់ក្តាប់យ៉ាងណាស់ហើយគាត់ធ្វើតែស្ទើរតែមិនអាចលឺបានភ្នែកខ្ញុំទឹកភ្នែកហូរឡើងភ្លាមហើយម្ដាយរបស់នាងក៏ដៃញ័ររបស់នាងចង់ប៉ះវាតែមិនហ៊ានទេព្រោះមាត់នាងតូចច្រមុះរបស់ខ្ញុំមើលទៅស្លេកបន្តិចខ្ញុំបានលើកក្មេងនោះយ៉ាងស្រាលទៅក្បែរក្រែរបស់លីនវ៉ៃសក់របស់លីនវ៉ៃសាមដោយញើសហើយជាប់នឹងថ្ងាសរបស់នាងប៉ុន្តែភ្នែករបស់នាងភ្លឺចែងចាំងគួរឲ្យញាប់អាលនាងទៅលើថ្ងាសក្មេងពលឺស្រាលដំបងនៃពេលព្រឹកព្រលឹមបានលេចចេញនៅលើជើងមេឃនៅសំឡេងហួចវែងមួយបានបន្លឺចេញពីទន្លេយ៉ាងសេសំឡេងកប៉ាល់ដឹកទំនិញពេលព្រឹកព្រលឹមដែលខ្ញុំបានត្រឡប់ទៅវិញនៅចុងខែរបស់លោកតាមានទីតាំងនៅលើជម្រាលភ្នំនៅពីក្រោយផ្លូវ Swallow ដែលបែរមុខទៅទន្លេយ៉ាងសេភ្នូបាក់ចំហាត់ត្រូវបានធ្វើពីថ្មគៀបធម្មតាបំផុតដោយមានឈ្មោះរបស់ Shen ឆ្លាក់នៅលើវាភ្នូរបស់ Gong Ting Shen ត្រូវបានឆ្លាក់ដោយឪពុករបស់ខ្ញុំកាលពី10ឆ្នាំមុនលោកតាខ្ញុំបានក្លាយជាឪពុកហើយក្មេងស្រីហើយទូរស័ព្ទភ្នំបៃតងនៃទីក្រុង Shen ខ្យល់បក់កាត់ទន្លេសំឡេងស្លឹកឈើពីប៉ាញ៉ឥឡូវនេះខ្ញុំបានឲ្យរូបភាពនោះទៅមនុស្សជាង30នាក់ហើយលោកតា Kiko គឺជាមនុស្សដែលឧស្សាហ៍ព្យាយាមអ្នកបានចំបាច់វិធីសាស្ត្រខ្សែភ្លើងទូករបស់អ្នកមួយជំហានម្ដងហើយបានបញ្ចូលវាដល់បានរៀនពីគាត់ដែរពេលដែលអ្នកបង្រៀនដូច្នេះគាត់រៀនយឺតបន្តិចថាគាត់នឹងប្រើវិធីសាស្ត្ររបស់អ្នកដើម្បីរកប្រាក់3លានដែលគាត់បានខាតបង់មកវិញសហគមន៍របស់លោកតាបានផលិតវត្ថុធាតុដើមដំបូងរបស់ខ្លួននៅឆ្នាំនេះហើយគុណភាពគឺល្អជាងអណ្ដូងរ៉ែចាស់ទៅទៀតលោកអ្នកក៏បានជួយខ្ញុំបានបន្ទប់តាំងបង្ហាញមួយជាពិសេសសម្រាប់លក់សម្ភារៈពីសហគមន៍ផងដែរលោកឆៅហេពេញបានសរសេរមកខ្ញុំថាគាត់បានបញ្ជាទិញទំនិញទាំងអស់សម្រាប់ឆ្នាំក្រោយក្នុងរយៈពេល1ខែកន្លងសំណាងល្អខ្ញុំបានថតរូបនោះលោកតាប្រសិនបើលោកតានៅតែនៅទីនេះតើលោកតានឹងគិតយ៉ាងណាប្រសិនបើលោកតាជាជួយឆ្នាំជក់មួយបំពង់ទាំងមូលហើយបន្ទាប់មកនិយាយថាយ៉ាងហោចណាស់ក្មេងនោះដឹងអ្វីមួយខ្ញុំបានអង្គុយនៅមុខភ្នូររបស់គាត់មួយខ្ញុំបានទុកលំនាំភ្លើងនិងទឹកដើមនៅបាត់ពេងរូបភាពនេះត្រូវបានធ្វើឡើងដោយការរុំក្រដាសលាបប្រេង3ស្រទាប់នៅក្រោមបន្ទះថ្មខៀវរូបភាពនេះគឺមកពីគាត់បាននៅជាមួយខ្ញុំអស់រយៈពេល3ឆ្នាំហើយឥឡូវដល់ពេលដែលគាត់ត្រូវត្រឡប់ទៅខាងបរិបទចម្លាក់វិញនៅក្នុងចិត្តឡងហើយឡាវខៀវមានច្បាប់ចម្លងពេញលេញមួយសៀវភៅណែនាំបណ្ដុះបណ្ដាលរបស់សហគមន៍ក៏រួមបញ្ចូលគំនូរបច្ចេកទេសទាំងអស់ផងដែរវិធីសាស្ត្រនេះជាលែងត្រូវបានប្រើប្រាស់ប្រមាណរដ្ឋាភិបាលក្រុងឈៀងសានបានបង្ហាញផ្ដាមួយដែលមានពាក្យថា8កុសរសេរនៅលើវាពាក្យមួយម៉ាត់អាចប្រែក្លាយថ្មទៅជាមាសដែលនាំមកនេះត្រូវបានប្រគល់ជូនដោយអភិបាលក្រុងដែលទើបតែងតាំងថ្មីបន្ទាប់ពីលោកបានទៅទស្សនាអណ្ដូងខ្ញុំបានមើលការកោះយកភ្លុកឆៅសង្កេតមើលប្រតិបត្តិការរបស់កម្មករនិងមើលខាងក្នុងឃ្លាំងផលិតផលស្មុកខៀវដែលរៀបចំយ៉ាងស្អាតលោក Ben Chenzong ខេត្តបានកត់សម្គាល់រួចហើយអំពីគំរូហប្រតិបត្តិការរបស់អ្នកលោកយ៉ាងអភិបាលក្រុងបានឈរនៅក្បែររណ្ដៅរ៉ែដោយបានឃើញការស្ដារឡើងវិញនិងការប្រើប្រាស់ឡើងវិញនៅអណ្ដូងរ៉ែដែលគេបំចោលនៅក្នុងពេលជាមួយគ្នាការិយាល័យដេញស្រីនិងធនធានរបស់ County នឹងធ្វើការស្រាវជ្រាវនៅខែក្រោយសូមត្រៀមខ្លួនតាមការចាំបាច់គ្រាន់តែពន្យល់ពីវិធីសាស្ត្ររបស់អ្នកតាមពាក្យសម្ដីដោយគ្មានការបំផ្លាញឬការភូតកុហកដែលមិនចាំបាច់ខ្ញុំបានឮអំពីស្ថានភាពបងប្អូនជីដូនមួយរបស់អ្នកវាពិតជាគួរឲ្យអាណិតណាស់មុនពេលខ្ញុំត្រូវបានផ្ទេរទៅទីក្រុងឈៀងសានខ្ញុំធ្លាប់ធ្វើការនៅក្រុងយ៉ាន់ស៊ីជាមួយរយៈនៅពេលនោះហៃពេងទើបតែទិញទូកដែលគ្របដណ្ដប់ដោយខ្សាច់ហើយពោពេញដោយមោទនភាពអ្នករាល់គ្នាដែលបានឃើញគាត់ហៅគាត់ថាចៅហ្វាយចៅវាទើបតែប៉ុន្មានឆ្នាំប៉ុណ្ណោះគាត់មិនបានបញ្ចប់ប្រយោគរបស់គាត់ទេខ្ញុំបាននាំអភិបាលក្រុងហ្វេងទៅអណ្ដូងរ៉ែទ្វារជីវិតដ៏សំខាន់បំផុតរបស់លោក Shen ផ្នែកដែលពិបាកមិនមែនជាការក្រោកពីដំណេកទេប៉ុន្តែជាការចងចាំជួយអ្នកដទៃបន្ទាប់ពីអ្នកក្រោកពីដំណេកកាន់តែមានតម្លៃជាងជំនាញរុករករ៉ែរបស់អ្នកទៅទៀតកេរ្តិ៍ឈ្មោះរបស់សហគមន៍បានរីករាលដាលហើយមនុស្សចាប់ផ្ដើមមករកខ្ញុំកាន់តែច្រើនឡើងកំពុងមកដល់មានមនុស្សដែលមានជំនាញបច្ចេកទេសដែលបានមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមនុស្សដែលមកដាក់ពាក្យសុំការងារនិងសូម្បីតែលោកមួយត្រូវបានរៀបចំឡើងនៅទីនោះដើម្បីមើលពីសប្បាយដើម្បីទទួលភ្ញៀវទាំងនេះខ្ញុំបានធ្វើការនៅក្នុងសហគមន៍ផ្គត់ផ្គង់និងទីផ្សារអស់រយៈពេលជាង2ឆ្នាំដោះស្រាយបញ្ហាទាំងនេះជាមួយមន្ត្រីចំណាស់ម្នាក់របស់គាត់កំពុងប្រែជាពណ៌ប្រភេទក្នុងរបស់គាត់ក៏មិនតិច